គេថាម្ចាស់អត់បានការកូនចៅក៏អត់ប្រយោជន៍ដែរសบายចិត្តមែនសบายចិត្តមែនហើយពួកយើងនាំគ្នាឡើងភ្នំបាំងតាំងស្ទើរស្មើព្រះអាទិត្យទៅហើយហ៎រយៈពេលមួយយប់មួយថ្ងៃពួកយើងធ្វើដំណើរ500យូរទោះជាមនុស្សមិនហត់ក៏សេះវាហត់ដែរយើងគួរតែសម្រាប់សិនទៅបានយើងសម្រាប់មកផ្លេតចោះចាំដល់ពេលថ្ងៃត្រង់ចាំពួកយើងទាំងអស់គ្នាចេញដំណើរទីទទួលបញ្ជាខាងយានសាវមានសកម្មភាពអីអ្នកយកការដែលជាចៅបានរាយការណ៍ថាយានសាវអត់ទទួលបញ្ជាការពីព្រះមហាក្សត្រទេយានសាវនៅជិតភ្នំបាំងតាំងដល់បលឹងគេបែរជាមិនមកមនុស្សល្ងងដល់កម្រិតនេះទៅគួរឲ្យស្រឡាញ់ចុះយានស៊ូនឹងលាវពាវយានស៊ូនៅណានយ៉ាងអត់មានធ្វើសកម្មភាពអ្វីទេអ្នកយកការដែលជាចៅក៏គ្មានអ្វីសំខាន់ទេការមើលទៅពួកគេមិនមកការពីព្រះមហាក្សត្រទេមើលទៅមហាក្សត្រគឺខ្លាយទៅជារបស់យើងហើយថាម៉េចខ្ញុំចង់និយាយថាមើលទៅអ្នកដែលជួយទ្រង់គឺមានតែខ្ញុំទេលោកម្ចាស់ផ្លូវមន្ត្រីនៅជើងភ្នំឃើញស្ដាប់កង់រទេចាទំហំកង់ធំប៉ុណ្ណាទំហំកង់ជិត2ម៉ែត្រដែរវិបោហើយរទេះព្រះអង្គបានបោះហូរហើយឆាប់ចេញដំណើរតាមឲ្យទាន់លោកម្ចាស់មើលតាមកង់រទេះនោះបានបោះទៅរយៈពេលយូរហើយបើយើងតាមមិនទាន់គិតយ៉ាងម៉េចតាមមិនទាន់ទោះជាតាមទៅដល់ក្រុងលក់យ៉ាងតាមទៅដល់វិមានឆាងលក់តាមទៅដល់លើមេឃក៏ត្រូវតែតាមព្រះអង្គឲ្យទាន់ដែរលឺហើយនៅលោកម្ចាស់នេះជាង500យូរណាឲ្យលឺឡើងទៅទៅនេះលោកម្ចាស់ពួកយើងគួរតែសម្រាប់សិនទៅអំបញ្ញមិញនេះលោកម្ចាស់បានបញ្ជាថានៅពេលដែលថ្ងៃត្រង់ទើបពួកយើងចេញដំណើរទៀតឥឡូវថ្ងៃត្រង់ហើយតែខ្ញុំយល់ថាមិនទាន់ដល់ពេលទេលោកម្ចាស់ខ្ញុំថាថ្ងៃត្រង់គឺថ្ងៃត្រង់ហើយលោកនិយាយអត់ប្រយោជន៍ទេទៅយើងក្រុងលក់យ៉ាងព្រះអង្គទីប្រាំយើងត្រឡប់មកវិញហើយត្រូវហើយទីបំផុតយើងត្រឡប់មកវិញហើយព្រះអង្គទីបំផុតយើងមកដល់រាជធានីព្រះអង្គមកវិញហើយចាំស្អីទៅកើតទៅព្រះអង្គសុបយ៉ាងតិចព្រះអង្គតិចទីអត់ទៅហើយត្រូវហើយវាសល់អ្វីទេព្រះអង្គប្រយ័ត្នព្រះអង្គប្រយ័ត្នស្ដាប់យឺតព្រះអង្គហេតុអីក៏តិចទីអត់ឆាយព្រះអង្គសុំយកគង់ព្រះអង្គសុំយកគង់ធ្វើដំណើរយូរដល់ទីបំផុតបាត់ដល់ជើងខ្ញុំស្ទើរតែរលេះទៅហើយខ្ញុំក៏ជោគដែរ